nữa mà cứ bụng mai bông ôn để thua đầm ná mơ lên đầm bòn tặc lệ thò mà chia thò cá nâng thua đầm ná cắt đầm bòn ní đại kia hai tha tùm nục chạ tùm đòi cần lại ní cứ miền tây phép sáng men tên hơi khuyên toán có ban chọn cắt tên tràn đòn hơi ban tăng chặt hạt ngày nào mỗi khuyên nâng rột cái lại sầm rạ bắt tăng được lại ní vì mình chậm lại tí sầm mẹp nè đại quạt cho chặt thò mà chết hơi cho chặt phép ngọc ngắt hơi cái lại ní cứ chia chùm rực đó là bóng phốt để ai mưa thì sự phép sau việc cho bạn cá rực láng ai thọt thì sự phép ngày ré lần ghét miền thì sự phép ngày nít hay là bếp rất có miền sạch bạn xây đôi chia sạch vật bạn cho mà lên tắc nơi nằm bòn này bằng đài chân được ngày nít vì chia ở cả lọ xem nhóm miền tây và lìa khúc rón không ca một sạn nơi thì nít bàn bày dục bày ngàyการสำหรับมอดำบอลนี้คือโดยสารแต่ขยมเมาส์ขนมกูบนองดำใบtừมือการทัวร์บองได้ហើយនឹងការដាំដុះដើមឈើមួយចំនួនផងនោះក៏ជាឱកាសល្អស្របគ្នាក៏បានមកសម្រាប់ទីនេះតែម្ដងមួយទៀតនោះដោយសារកន្លែងដែលធ្លាប់ស្នាក់នៅពីមុនកន្លែងបោះតង់ឈ្មោះថាផ្ទះដង្ខៅនោះគឺពេញអស់ហើយដោយសារថ្ងៃនេះជាថ្ងៃបុណ្យចឹងធ្វើឲ្យខ្ញុំមិនស្ទាក់ស្ទើរទេក្នុងការសម្រេចចិត្តមកស្នាក់នៅទីនេះដែលជាបំណងប្រាថ្នាដែលបានលាក់ទុកយូរហើយបងគាត់បោះកន្លែងណាក៏បានដែរតាមគាត់ស្រឡាញ់ទៅបាទតែគេមកដែរនៅពេញហ្នឹងนี่น้องเมียนไออัดบายไอเจ้าโกนหกหมอกดำมาซาជាការពិតទៅមកតំបន់នេះនៅចំថ្ងៃនេះគឺมันបានទទួលភាពស្ងប់ស្ងាត់ទាំងស្រុងនោះទេដោយសារមានមួយក្រុមគាត់ក៏សម្រេចចិត្តបោះតង់នៅតំបន់នេះផងដែរហើយខ្ញុំក៏បានដើរទៅសួរសុខទុក្ខរាក់ទាក់ពួកគាត់ខ្ញុំមកពេញបបបានទេបានមកសឡដែរបាទឡាបអត់តាំងថ្ងៃគឺម៉ាច់នេះសិតទៅផុសផ្លេមុននេះគឺដល់តែចាប់ដើមវាឡប់ទៅដល់នេះមានសញ្ញារបស់វាហើយស្រាប់អើនៅអង្គតែហ្នឹងអូបាទនោះតង់ខ្ញុំនៅខាងនោះមែនទេនៅនេះមកយកនឹងនៅហ្នឹងដោយសារមកចំម៉ោងពេលនេះគឺពេលល្ងាចហើយមានមេឃសតុំខ្យល់ត្រជាក់ស្រួលផងនោះហើយខ្ញុំក៏បានដើរមើលទេសភាពនៅជុំវិញនេះហើយបូកទាំងទិដ្ឋភាពបរិយាកាសខ្យល់អាកាសផងនោះធ្វើឲ្យខ្ញុំហាក់ទទួលបានអារម្មណ៍ស្រាក់ស្រានពីភាពហត់នឿយនិងភាពតានតឹងអារម្មណ៍ទាំងឡាយដែលមាននៅក្នុងចិត្តអូទេសភាពពេលចិត្តភ្លៀងខ្ញុំខ្យល់ត្រជាក់ស្រួលកោទៀតសម្លេងផ្គរណាមកឃើញពូគាត់កំពុងតែដាក់មងហើយទិដ្ឋភាពនៅទំនប់ចាក់ទឹមមានសត្វចាប់តាមហើចូលមកលុបនេះសត្វឃើញនោះពងភ្លៀងណាមកកន្លែងនេះពងមកភ្លៀងនៅមុខហ្នឹងđọc biết spin phụ cũng đang món bằng ba nó đấy ồ điểm mà liền
ôi lấy chốt xong សំឡេងផ្គរលាន់និងរន្ទះព្រមទាំងភាពរំដំនៃទឹកភ្លៀងហាក់ដូចបានរំលឹកខ្ញុំពីទស្សនវិជ្ជាកាលពីខ្ញុំនៅពីក្មេងផងដែរនៅពេលនោះមានជីវភាពខ្វះខាតខ្លាំងហើយរាល់ពេលភ្លៀងម្ដងគឺតែងតែមានភ្លៀងសាចចូលផ្ទះហើយបន្ទាប់ពីភ្លៀងក៏បានទៅឆ្លោះត្រីឆ្លោះកង្កែបដើម្បីរកអាហារព្រោះតែគ្មានលុយទិញម្ហូបឆ្ងាញ់ៗដូចគេនោះទេ này nắng dục nắng thì chết bao tầng này phu còn ở tận nào chú hay còn được là lăng đau lắm nọ mối nọ này đau mà chua đấy bà lăng bên trong màu bà giả cả bà liền rịch ngay về là nghe khơi sẽ toát nôm miền cho hay màu ngày chứ không tham bên mình nước miền nẹm một bọc tăng mà tiết bà còn được thang nó crom nó một crom này nó miền chiết nè ô chiết đó thì sự việc lấy nè cái pep rất thôi miếng sắt cho chờ này cây mình giúp ở đây nhưng mà vậy nhắn ấy nhỉ nhóm khi cắt trong chuyện đó ngay cái tháng ngày nào mới cho mà kê này lọc kê nó bọt tông kê như đằng khai ấy kê như đây to luôn ở bay khang của tôi không căn nó vì ngày nay mà xa đôi chuyện này mà đòn có lên đằng khai mưa khơi nhá này bằng cái bọc cây này tích là o mà ở việt tây thông miền đằng tích ấy thực khuya miền đi miền cọc miền đi chứ khuya mà tiền cho gì cho miền tụt ông tụt ấy căn là lôi đi những thứ chứ thứ chua tu khởi dạ ôm về khang nó tới hay ở chơi chốn lụa là nọ chẳng đặc biệt quạt trong từ tinh núng quạt tới chi tu khởi dạ từ tinh nùng trong việc ban chủng nấu là chơi chốn nền nắng thì việc chiết thì việc bà cho pe là nghề thấy hơi khi nhung có liền bài đấy chẳng khi có ban rệp trong đầm bay chấm ăn là hà chẳng gặp thà mà ơi con chơi đầm bài thôi
តពីដាំបាយឆ្អិនហើយក៏រៀបចំចៀនផ្អកខ្ញុំមានផ្អកសាច់ជ្រូកដែលខ្ញុំខ្ចប់វិចខ្ចប់ទៅហើយអ្នកមីងម្ចាស់ដីគាត់បានឲ្យម្ទេសការ៉េដែលគាត់បានដាំនៅដីហ្នឹងយកមកដាក់ចៀនជាមួយទៅវាឆ្ងាញ់មួយយ៉ាងដែរបងញ៉ាំផ្អកទៅញ៉ាំម្ទេសចៀនមួយម៉ាត់ទៅវាម្ទេសហ្នឹងវាអត់សូវហឹរទេវាហឹរធំក្លិនម្ទេសប៉ុន្តែវាហឹរតិចតិចតែវាជាទម្រង់បន្លែវាមិនមែនជាម្ទេសចំទេភ្លៀងក៏ចាញ់ជែកវាឡើងមកទុំលើធ្នឹមកញ្ចុះខ្ញុំគេអញ្ចឹងទូចមួយទេប្លង់ចាញ់ជែកយ៉ាងនេះទេខ្លាចទៅពោះក្អែកបាទពេលដែលចំអិនហើយយើងក៏ដាក់ញ៉ាំជុំគ្នាអ្នកដែលជាតិបោះតង់នៅចិត្តហ្នឹងដាក់ជុំគ្នាទៅហើយគាត់មានវិជាគាត់មានមន់ដុតមន់អីទៅវាបានមកហូបសម្បូរបែបហើយពូគាត់ឡើងថ្នោតគាត់ឡើងថ្នោតទាំងយប់ដោយសារគាត់ញ៉ាំទឹកថ្នោតល្ងាចមិញគាត់ថាវាដូចចង់ខូចអញ្ចឹងណាតែក្មួយចាំមួយផ្លែអត់អីពូឡើងគាត់ទៅឡើងមួយផ្លែបានមកកដុងធំអាថ្មីប្រកួតហ្នឹងហើយមកដល់វាផ្អែមជក់អែមឆ្ងាញ់មែនទែនបាទពូមកវិញឯងបានទឹកថ្នោតលើអូតស៊ូណាស្មោះនឹងឡើងបានទៀតគាត់មានកចាំងមានអីចាំមើលរសជាតិទឹកណៅជូរបាទនេះតំឡើងមកធំដល់ទេពីកំពង់ហ្នឹងពូណាបាទទីចូលបានច្រើនណាស់មិនចេះហ្មងទៅពីដើមសាររសជាតិសិនគ្របស្អាតអស់គេណាលោកញ៉ាំមើលស្អាតមើលទៅអូរសជាតិអែមហ្មងជូរអែមចាចឹងបានថាឡើយដើមមកជូរអែមផឹកចូលបាទបន្ទាប់ពីញ៉ាំបានអស់មកដល់2ដបខ្ញុំក៏ចូលសម្រាប់មុនហើយបងប្អូនហើយចាំជួបគ្នាពេលព្រឹករាត្រីសួស្តីចាំមើលទេសភាពពេលព្រឹកបាទពេលព្រឹកប្រហែលជាម៉ោង4ទៀតភ្លឺខ្ញុំក៏បានដឹងខ្លួនដោយសារមានសំឡេងសត្វយំហើយរៀងស្អុះស្អាប់បន្តិចអញ្ចឹងក៏ក្រោកមកគេងនៅអង្រឹងខាងក្រៅវាមានខ្យល់អាកាសត្រជាក់ស្រួលបាទនេះជន់ទេសភាពនៅពេលព្រឹកហើយខ្ញុំក៏ក្រោកហើយជាដើរហាត់ប្រាណបន្តិចបន្តួចមើលទេសភាពផងយកខ្យល់អាកាសផងមកហើយមានភាពស្រស់ស្រាយមែនទែនដល់ពេលព្រឹកយើងឃើញពលឺថ្ងៃយើងមានខ្យល់អាកាសបរិសុទ្ធមានធម្មជាតិពណ៌ green ជុំវិញទេសភាពភ្នំព័ទ្ធជុំវិញឲ្យយើងមើលអញ្ចឹងណាអញ្ចឹងបើក្រោកមកក្នុងទស្សនវិជ្ជាបែបហ្នឹងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃតែម្ដងពូក៏ទៅចុះ
ដោះមងបាទយប់មិញពូម្ចាស់ដីគាត់ឃើញគាត់ដាក់មងហើយព្រឹកឡើងគាត់មានកដុង2នេះគាត់ជិះកដុងនេះបដែកខ្លួនដើម្បីទៅស្រាវមងហើយចាំមើលមានបានត្រីគេខ្លះបងប្អូនអរគ្នាចាំមើលទាំងអស់គ្នាស្វាយដើមផ្លែស្វាយច្រើននៅផ្ទះពូមកនេះវាសគាចិត្តទុំហើយមិញនេះសុំពូបាន2-3ផ្លែនេះចឹងព្រឹកហ្នឹងញ៉ាំស្វាយ2-3ផ្លែហ្នឹងមួយនឹងកាហ្វេរួចអាហារពេលព្រឹកពូពងដាក់មកបាទអូទេសភាពពេលព្រឹកស្រាវមងវែងនេះផ្លែ3ផ្លែស្វាយ3ផ្លែអាហារពេលព្រឹកនេះទៀតឆុងកាហ្វេជាមួយទេសភាពបែបហ្នឹងញ៉ាំកាហ្វេក្នុងព័ទ្ធជុំវិញចិត្តមកលេងត្រីមកបបក់ត្រីគេញ៉ាំនឹងយកមិញមួយគ្នានៅពីកញ្ចុះនេះហើយខ្ញុំនៅកញ្ចុះចុងគេនេះព្រឹកឡើងគាត់លេងត្រីវិញបានមួយបានទូចពូនេះភ្លឹបផ្លែបាទពូគាត់កំពុងតែស្រាវមងមកហើយបន្តិចទៀតយើងនឹងបានឃើញថាគាត់បានមានត្រីអីគេខ្លះបាទចាំមើលទាំងអស់គ្នាបងប្អូនខ្ញុំចាំមើលដែរហ្នឹងខ្មាន់តែរៀលពីផ្ទូងតែឡាលអត់ចេះជាប់អូមានកំមមាននេះដែរប៉ុណ្ណឹងមកសឡបាទមានតែកន្ធាប់តែអីកបីវងកបីកំពុងតែស៊ីស្មៅនៅខាងនោះហើយមានប្រវឹកច្រើនចុះមកលេងដូចពងសัตว์នេះអញ្ចឹងច្រើនណាជាមួយខ្ញុំស៊ូមកបងប្អូនមើលបាទនេះប្រវឹកច្រើនហ្នឹងប្រវឹកលព្រាតលើទឹកហ្នឹងមិញវាចុះនៅមានលេងឲ្យវងច្រើនមែនតើបាទនេះស្តាប្រវឹកវាមហែទឹកលេងយ៉ាងសបាយច្រើនបងច្រើនឃើញឡើងដូចវងសัตว์គេចិញ្ចឹមអញ្ចឹងស៊ូមនៅសារកាមេរ៉ាវាក់សិននឹងហើយមានសัตว์ហើយមានទេសភាពយ៉ាងស្អាតណាទេសភាពជាផ្នែកមួយនៅតំបន់នេះ
ក្នុងទស្សនភាពនិងបរិយាកាសយ៉ាងដូចនេះធ្វើឲ្យខ្ញុំស្រាក់សានក្នុងចិត្តហើយអាចនិយាយថាមានក្តីសុខក្នុងចិត្តដែលយើងបានផ្ដល់ឱកាសឲ្យខ្លួនឯងរកក្តីសុខឲ្យខ្លួនឯងឬក៏យើងអាចនិយាយថាឲ្យរង្វាន់ជីវិតសម្រាប់ខ្លួនឯងបន្ទាប់ពីយើងហត់នឿយជាមួយនឹងការងារជាមួយនឹងកាតព្វកិច្ចជីវិតប្រចាំថ្ងៃរបស់យើង ស្វាយទុំស្វាយខ្មាំបីបេះបាញ់នេះវេលាម៉ោង 8 គត់គឺមានអាប់ព្រាកលើភ្នំច្រើនបាទបើភ្នំមួយនេះវិញយប់មិញខ្ទង់ម៉ោង 9 10 ហ្នឹងគឺអត់ឃើញភ្នំទេបាទគឺឃើញអាប់បិទចិត្តទេយប់មិញថតភ្នំអត់ឃើញតែមិនបាត់ភ្នំទៅណាចេះឆ្ងល់អូអាប់មេឃវាសតុំវាយប់អូអាប់ភ្លេចទៅមើលទៅលើភ្នំនិយាយអាប់លើពេញភ្នំនេះយប់មិញមើលអត់ឃើញទេណាលេចចិត្តឈឹងហ្មងបាទទេសភាពម៉ោង 8 ជាងពីថតពីទំនប់ចាក់ទឹមទៅហើយភ្នំព័ទ្ធជុំវិញគឺមានអាប់ទាំងអស់អាប់ស្អាតណាស់មកចុះមកឡងព្រាតហើយព័ទ្ធភ្នំឃើញស្អាតណាស់យើងមើលនឹងភ្នែកវាស្រឡះល្អមកជុំគាត់នោះគឺមានអាប់ទាំងអស់ភ្នំព័ទ្ធជុំវិញហ្នឹងគឺមានអាប់ទាំងអស់បងប្អូនខាងនោះយប់មួយគ្នាយប់មិញញ៉ាំมื้អនេះយប់មិញគាត់ឲ្យបបរមួយចានទៀតពេលព្រឹកណាបបរមួយចានញ៉ាំមិនអត់សភាបាទបាទសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំមានវីដេអូតែប៉ុណ្្នឹងទេហើយជាក់ស្ដែងខ្ញុំមិនមែននៅកន្លែងនេះពេញមួយថ្ងៃទេគឺពេលថ្ងៃគឺខ្ញុំទៅមើលការងារហើយពេលល្ងាចបានត្រឡប់មកវិញហើយរៀបចំធ្វើម្ហូបញ៉ាំអញ្ចឹងទស្សនវិជ្ជាវាដដែលទេអញ្ចឹងខ្ញុំអត់បានថតពេញលេញទេថតតែវីដេអូពេញមួយថ្ងៃសកម្មភាពពេញមួយថ្ងៃបងប្អូនទេសនាកំសាន្តប៉ុណ្ណេះហើយសូមអរគុណច្រើនបងប្អូនដែលតាមបានទស្សនាម៉ោង 2 កន្លះហើយមានភ្លៀងហើយអ្នកមីងគាត់មកចាស់ទៅចុះមកឈរអង្គុយនិយាយលេងជាមួយបាទទស្សនវិជ្ជាពេលភ្លៀងឯងនឹងពិបាកអើយតាមពេទ្យដូចឈ្មោះរបស់ខ្ញុំដែរបាទបន្ទាប់ពីភ្លៀងមកមេធំដែរហើយមានអ្នកមករកត្រីមានអ្នកមកដាក់មងហើយនេះគាត់បានត្រីច្រើនណានេះអ្នកដាក់មងមិញបានត្រីកពតត្រីឆ្ដោត្រីកភ្លៀងដែងកញ្ចុះប៉ុណ្ណេះបានមកសម្លហើយប្រឡាក់ទុកទៀតចង់ចូល2 គីឡូដែរបាទនេះសៅមងយកមកដោះនៅគោកមានត្រីខោះត្រីកត្រប់ត្រីក្រាញ់ត្រីដែងខាងពូនោះមានត្រីខ្មាន់ត្រីស្លាតនេះមានពស់មួយទៀតនេះពស់ត្រីនេះនៅរស់នេះចាក់ញាក់តែកេះញាក់ជីវិតសាមញ្ញជាមួយទេសភាពចេះមកឡងនេះបុកបបាយខ្ញុំមិននោះបាយមួយដឹកខ្លងដែលត្រីខ្មាន់ត្រីស្លាត
thấy có đi pu khơi pu hay này cái hạt pu tôi về này vượt vượt mình đi cái bạch đồi